សូមម្ចាស់ទឹកប្រាក់ទាំងអស់ត្រេកអរជ្រះថ្លាអនុមោទនាទទួលយកពរជ័យពីព្រះគុណម្ចាស់ខុនឆុនដែលជាចៅអធិការវត្តទឹកជុំវត្តលោកឪសានផ្ទាល់តែម្ដងដោយខ្ញុំព្រះករុណាខ្ញុំបាទតំណាងឲ្យក្រុមការងារ Diamond Media រាត្រីរន្ធត់ប្រម៉ែប្រមូលទឹកប្រាក់ទាំងអស់ដែលបងប្អូនបានចូលរួមតាមរយៈកម្មវិធីរាត្រីរន្ធត់មកប្រគេនព្រះគុណម្ចាស់ចៅអធិការវត្តផ្ទាល់តែម្ដងហើយព្រះគុណម្ចាស់ក៏លោកបានបញ្ជាក់ផងដែរថាបុណ្យកាលពីថ្ងៃទី31ថ្ងៃ1កន្លងទៅនេះមិនមែនជាបុណ្យរំកិលសពលោកឪសាននោះទេគឺជាបុណ្យគម្រប់ខួប5ឆ្នាំហើយព្រះអង្គក៏បានបញ្ជាក់ផងដែរថាសម្រាប់បុណ្យរំកិលសពនេះគឺនឹងធ្វើនៅឆ្នាំក្រោយនេះឯងដោយបុណ្យនោះនឹងធ្វើឲ្យធំកក្រឹកកក្រែងតែម្ដងដែលអាចនឹងមានរយៈពេលរហូតដល់ទៅ5ថ្ងៃឯណោះពីព្រោះជាបុណ្យរំកិលសពលោកឪសានទៅតម្កល់នៅលើប្រាសាទថ្មីផងជាបុណ្យដែលត្រូវឆ្លងសមិទ្ធផលធំរហូតដល់ទៅ4មុខផងដូច្នេះសង្ឃឹមថាឆ្នាំក្រោយយើងនឹងបានជួបជុំគ្នានៅពិធីបុណ្យរំកិលសពលោកឪសានហើយសម្រាប់បងប្អូនដែលមានសទ្ធាចង់ចូលរួមតាមមូលនិធិរបស់ Diamond Media អាចចូលតាម QR Code នេះបានហើយសម្រាប់ព័ត៌មានបន្ថែមផ្សេងៗសូមសម្ដាប់នៅថេរដីការបស់ព្រះអង្គផ្ទាល់នៅក្នុងវីដេអូនេះតែម្ដងព្រះពុទ្ធដែលបានប្រមូលអធិការគឺប្រគិនមកពីផ្ទាល់ដែលជាចៅអធិការសម្រាប់រួមចំណែកកសាងប្រាសាទបន្តសពของសំប្រសានហើយចាំស្ថិតនៅវត្តទឹកជុំគុំអភិវឌ្ឍសុខភាពខេត្តគុំឆ្នាំហើយនៅក្នុងបច្ច័យនៅក្នុងទីនេះគឺខាងក្រុមការងារគាត់បានប្រមូលថវិកាមានចំនួន$3064.75ចំនួនបច្ច័យសរុប$3064.75ដែលលោកមានសតិជ្រះថ្លាហើយបានជួយជ្រោមជ្រែងនៅក្នុងកិច្ចការកសាងប្រាសាទបន្តសពឲ្យសាងនៅវត្តទឹកជុំគុំអភិវឌ្ឍសុខភាពខេត្តគុំឆ្នាំនៅក្នុងទីនេះហើយអាត្មាភាពបានទទួលបច្ច័យនេះផ្ទាល់ផងពីក្រុមការងារហើយក្នុងថ្ងៃទីថ្ងៃទី5ខែឧសភាឆ្នាំ2025នៅក្នុងពុទ្ធសីមាវត្តទឹកជុំតែម្ដងហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាជនបរិស័ទជិតឆ្ងាយក្នុងអន្តរប្រទេសដែលលោកមានសេចក្តីជ្រះថ្លាចូលរួមថវិកាតាមសាររយៈក្រមរដ្ឋត្រីពុទ្ធនៅក្នុងទីនេះសូមជូនពរលោកអ្នកទាំងឡាយឲ្យសំប្រកបជួបប្រទេសតែសេចក្តីសុខនិងសេចក្តីចម្រើនជោគជ័យនៅក្នុងដំណើរជីវិតទីពិសេសសោតសូមជួបប្រទេសតែពុទ្ធពរទាំងឡាយ4ប្រការអាយុបណ្ណៈសុខៈពលៈដើម្បីទៀងទាត់ដោយសាធុសាធុសាធុចាស់ជាណាដោយសារតែមានពុទ្ធបរិស័ទមួយចំនួនក៏ចូលច្រឡំថាកាលពីថ្ងៃ31ថ្ងៃនេះក៏ច្រឡំពីបុណ្យរំកិលសពទីតាគាត់មិនមែនទេទេទេអាបកស្រាយថាអត់មានទេតែគេកុហកទៀតតែអាបកស្រាយទៅក៏មកដល់កងបណ្ដាញសង្គមផ្សេងៗគេយករូបវីដេអូថាទៅកាត់ចូល YouTube អីទៅក៏គេនេះវិញទៅហ្នឹងចុះកូនចាស់យើងមានកម្រោងទីគេថានឹងធ្វើបុណ្យរំកិលហ្នឹងប្រហែលជាពេលណាដែរមិនក៏បញ្ជាក់បានកំណត់ថ្ងៃហើយនៅទេថ្ងៃអត់កំណត់ទេប៉ុន្តែអាត្មាដាក់ឆ្នាំក្រោយខ្ញុំគាត់ថាយើងមិនបានកំណត់ថ្ងៃទេវាច្បាស់លាស់ទេឆ្នាំក្រោយនេះប្រហែលជាមិនមែនដល់ថ្ងៃខួបយ៉ាងទេណាអាចជាអាចគុំខែឲ្យយើងនិយាយទៅថាអាចគុំខែ3គុំខែ3ខែ4ប៉ុណ្ណឹងឬអាចចូលឆ្នាំ1ទៅប៉ុណ្ណឹងហើយពីព្រោះបុណ្យរំលឹកខួបនេះណាបុណ្យអង្គសពគឺឆ្លងភាសាតែមួយតែម្ដងដោយសារតែភាសាថ្ងៃនេះកំពុងរៀបចំក្រានិកខាងក្រោមបន្តទៀតដោយសារនេះមានប្រព័ន្ធបណ្ដោះទឹកអត់ទាន់រួចទេតែមានប្រការរៀបប្រព័ន្ធបណ្ដោះទឹកតិចគូសិនដើម្បីឲ្យទីភាសាហ្នឹងកុំឲ្យជ្រាំហើយណាមួយទៀតមកផ្ដោតទៅលើម្លប់ឈើដើមឈើអីហ្នឹងមកដាំប៉ុន្តែគាត់ថាម្លប់ឈើវាមិនមែនដាំឆ្នាំហ្នឹងធំឆ្នាំក្រោយទេណាប៉ុន្តែយើងរកប្រភេទដើមឈើណាធំហើយយើងដាំខ្លះទៅហើយមានរៀបចំទីសួនទៅដែរហើយហើយជាអាចមានរោងមួយបានកសាងរូបសំណាករបស់លោកធំហើយខ្ពស់ចូលជាង12ម៉ែត្រទៀត
ឡងទៅលើមកលោកកាន់ឈើច្រត់ហើយគម្រោងនេះមានអ្នកចូលរួមអ្នកមកការខ្លះគេគ្រប់គ្រងការចូលរួមអញ្ចឹងណានិយាយពីបញ្ហាចោតរងថ្ងៃគឺទីនោះវាមិនទាន់មានបងគាត់កាលណាយើងបន្តប្រសពនៅទីនោះយើងប្រើកម្លាំងតិចប្រើកម្លាំងទី1គឺកម្លាំងសន្តិសុខយើងទៅនេះអញ្ចឹងយើងត្រូវរៀបចំដើម្បីឲ្យស្រួលយើងសន្តិសុខយើងទៅយកថ្ងៃហ្នឹងដើម្បីសុខភាពព្រោះនៅកន្លែងចាស់ថ្ងៃនេះក៏ស្ថិតនៅក្នុងលក្ខណៈមួយគឺប្រសងលោកមានលក្ខណៈយាមយកថ្ងៃដែលដាក់វេនគ្នាហ្នឹងការប៉ັດទៅប្រាសាទអាចឆ្នាំនេះគឺឆ្លងបានតែគាត់ថាមកមានអាសេចក្តីបារម្ភមួយអញ្ចឹងហើយណាមួយទៀតស្មារតីហើយចូលខែ7នេះពីមុនមកគាត់ថាធ្វើដំណើរទៅក្រៅប្រទេសឥឡូវប្រទេសដែលស្មារតីទៅនេះគឺកំពុងតែមានបញ្ហាអញ្ចឹងទៅក៏អាចការងារនឹងវិញស្មារតីយូរខែដែរស្មារតីឲ្យចូល6ខែអញ្ចឹងគាត់ថាឲ្យជួយក្រុមការងារជួយផ្សព្វផ្សាយឲ្យចំណុចហ្នឹងទៅដើម្បីឲ្យមហាជនគាត់បានដឹងខ្ញុំគាត់យល់ច្រឡំថាថ្ងៃទី31មិនមែនជាបុណ្យរំលឹកបុណ្យទៅសពអីទេបុណ្យរំលឹកខួបនៃការស្ពុតរបស់លោកធម្មតាទេតែចប់ហើយគឺចប់ហើយអញ្ចឹងដំបូងខ្ញុំថាឆ្នាំលើថាបុណ្យមង្គលសពភាគហើយគឺបុណ្យធំវាមិនលេងទេណាបុណ្យមង្គលសពឲ្យសានគឺមិនកូនកាយទេអញ្ចឹងគឺឥឡូវយើងបានព័ត៌មានច្បាស់ហើយគឺប្រហែលជាឆ្នាំក្រោយអញ្ចឹងគឺនឹងមានខ្ញុំប្រកាសណាកម្មាទៅដូចជាគុំចាស់ហ្នឹងហើយបានដល់ក៏មានតទៀតណាតាមខ្សែរយៈគឺប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងណាទេឬក៏អាចតាមទូរស័ព្ទនិយាយទៅដល់ព័ត៌មានឬក៏ណាកម្មការអាចផ្ដល់ព័ត៌មានទៅក្រុមការងារផ្សព្វផ្សាយតាមគុំតទៀតមកជួយផ្សព្វផ្សាយដល់មួយវិស័យទៀតចេះបានចាត់ទីទៀតថាការងារនេះឲ្យសារតែមកឈប់លោកហ្នឹងគឺថាគម្រោងធ្វើហ្នឹងរួចរាល់ហើយប៉ុន្តែនៅតែដល់តបទេតែអាត្មាអត់ទាន់អាចទៅយកបានដោយសារប្រទេសជាតិយើងវាកំពុងបញ្ហាទីហ្នឹងហើយវិស័យនេះគឺធ្វើនៅទីហ្នឹងហ្នឹងហើយចាំមើលបើសិនជាគុំចាស់បញ្ជាក់អំពីពេលវេលាច្បាស់លាស់ពីគ្រប់បុណ្យនេះគឺបុណ្យធំរំកិលសពហើយនឹងឆ្លងប្រាសាទតែម្ដងអញ្ចឹងគឺបុណ្យនេះគឺបុណ្យតែប្រកែកមានអំពីដីហើយគឺមួយឆ្នាំនេះបាន4មហាកុដនេះ1ប្រាសាទលោកតាយើងអានេះគឺថាមួយឆ្នាំដែរចុះគឺលឿនដែរហើយនឹងសាលាពិធីសម្រាប់ធ្វើពិធីផ្សេងៗនៅជិតប្រាសាទលោកតាហ្នឹងហើយនឹងសាទដូចថាកិច្ចណាទៀតអញ្ចឹងបងប្អូនពុទ្ធបរិស័ទរបស់គ្នាត្រៀមឆ្នាំក្រោយគឺត្រូវមកជួបជុំគ្នានៅទីនេះប្រារព្ធពិធីបុណ្យរំកិលសពកុសលនឹងឆ្លងសមិទ្ធផលធំរហូតដល់ទៅ4បានហើយអញ្ចឹងពេលនេះច្បាស់លាស់គុំចាស់នឹងដល់ដំណឹងតាមក្រោយហើយខ្ញុំគណៈកម្មការក៏នឹងជួយផ្សព្វផ្សាយបន្តដែរបាទអញ្ចឹងសូមអរគុណទីបង